បាទជំរាបសួរបងប្អូនសាជាថ្មីយើងសិក្សាប្រភេទសំណួរបកស្រាយដើម្បីត្រៀមប្រឡងគ្រូវគ្គ2ទាំងអស់គ្នាបន្តទៀតណាបងប្អូនបាទអញ្ចឹងសំណួរដែលខ្ញុំចែកលេខបងប្អូនដកស្រង់ចេញពីសៀវភៅគោលសិក្សាថ្នាក់ទី12ហើយយើងត្រៀមប្រឡងបានទាំងគ្រូមត្តេយ្យគ្រូបឋមគ្រូអនុឬក៏គ្រូវិទ្យាល័យអីគឺយើងអាចមើលណាទម្រង់សំណួរទាំងអស់នេះយកជាចំណេះដឹងបន្ថែមអញ្ចឹងទៅណាបងប្អូនបាទតោះអញ្ចឹងយើងមើលសំណួរទី2យើងគេសួរថាតើចក្ខុរូបអារម្មណ៍ជាអ្វីមានប៉ុន្មានអ្វីខ្លះបើសិនជាបងប្អូនយើងអាចស្កប់វីដេអូហើយឆ្លើយខ្លួនឯងសាកល្បងសិនល្អណាស់ដើម្បីយើងវាស់វែងសមត្ថភាពតែពេលនេះខ្ញុំបង្ហាញចម្លើយជូនបងប្អូនតែម្ដងតោះអញ្ចឹងចក្ខុរូបអារម្មណ៍បាទនេះគឺចក្ខុរូបអារម្មណ៍ជាអ្វីណាហើយមានប្រមាណអ្វីខ្លះអញ្ចឹងយើងឆ្លើយថាចក្ខុរូបអារម្មណ៍គឺជារូបអារម្មណ៍ដែលកើតមានឡើងដោយសារពាក្យសម្ដីកាបឃ្លោងដែលធ្វើឲ្យចក្ខុឥន្ទ្រីរំភើបផ្ដិតជាប់អារម្មណ៍ឡើងក៏ហាក់ដូចជាធ្វើឲ្យចក្ខុបានឃើញរូបរាងហេតុភេទដូចជាជាក់ច្បាស់នៅនឹងភ្នែកដែរអញ្ចឹងនិយមន័យរបស់វាបើយើងសង្ខេបខ្លីងាយយល់ទៅគឺចក្ខុរូបអារម្មណ៍នេះគឺចង់មានន័យថាជារូបអារម្មណ៍មួយដែលធ្វើឲ្យយើងហាក់ដូចជាឃើញរូបភាពទិដ្ឋភាពហ្នឹងផ្ដិតជាប់នៅនឹងភ្នែកយើងស្រស់ឃើញច្បាស់នឹងភ្នែកតែម្ដងបាទតាមរយៈដែលយើងអានពាក្យសម្ដីកាបឃ្លោងដែលកវីបានសរសេររៀបរាប់មកយើងហាក់បីដូចជាឃើញផ្ទាល់នៅទិដ្ឋភាពហ្នឹងដូចជាយើងបានទៅឃើញផ្ទាល់នឹងភ្នែកអញ្ចឹងហ្នឹងយើងហៅថាចក្ខុរូបអារម្មណ៍ហើយបងប្អូនណាបាទអញ្ចឹងចក្ខុរូបអារម្មណ៍នេះវាកើតឡើងដោយសារអត្ថបទកាបនៃកំណាព្យហ្នឹងដែលប្រកបដោយសិលវិធីធ្វើឲ្យអ្នកអានអ្នកស្ដាប់រំភើបដិតជាប់អារម្មណ៍ហាក់បីដូចជាឃើញរូបរាងហេតុភេទចលនាបាទរាងឬក៏សកម្មភាពហេតុការពណ៌សម្បុរទឹកបាទសំដៅប្រឌិតឡើងបាទរស់រវើកផ្ទាល់នឹងក្រសែភ្នែកតែម្ដងបាទអញ្ចឹងមានន័យថានៅក្នុងចំណុចដែលគេនិយាយពីចក្ខុរូបអារម្មណ៍នេះគឺចង់មានន័យថាអត្ថបទកាបកំណាព្យរបស់កវីហ្នឹងប្រកបដោយសិលវិធីដែលធ្វើឲ្យយើងអ្នកអាននឹងឯងអ្នកស្ដាប់នឹងឯងហាក់បីដូចជាឃើញរូបរាងសោភ័ណភាពចលនារស់រវើកសកម្មភាពនិយាយទៅឃើញច្បាស់នៅនឹងក្រសែភ្នែកហ្នឹងវាប្រដិសឡើងមានន័យថាវាអណ្ដែតឡើងវាផុសឡើងស្ដែងឡើងចំពោះមុខយើងតែម្ដងណាបងប្អូននោះយើងឲ្យឈ្មោះថាចក្ខុរូបអារម្មណ៍អញ្ចឹងយើងឆ្លើយប៉ុណ្ណេះគឺពេញហើយណានិយមន័យបន្ទាប់មកយើងឲ្យជាចំនួនណាគេសួរមានប៉ុន្មានអញ្ចឹងយើងឆ្លើយថាចក្ខុរូបអារម្មណ៍ចែកចេញជា2គឺចក្ខុរូបអារម្មណ៍ដែលបង្ហាញរូបរាងហើយនឹងមួយទៀតចក្ខុរូបអារម្មណ៍ដែលបង្ហាញពណ៌សម្បុរអញ្ចឹងយើងត្រូវឆ្លើយទៀតចក្ខុរូបអារម្មណ៍ដែលបង្ហាញរូបរាងនេះគឺការរើសយករូបរាងបាទការរើសយករូបរាងកាយមកបង្ហាញត្រូវឲ្យស្របទៅនឹងការពិតមានន័យថាបើចង់និយាយរៀបរាប់ពីរូបរាងអីជាដើមនោះត្រូវវាស្របជាមួយការពិតបាទបើយៈធំអញ្ចឹងទៅបើសង្កោចស្រមើលតូចអញ្ចឹងទៅណាអញ្ចឹងបាទឬមានសភាពអស្ចារ្យមានទំហំវិសាលភាពធំធេងដែលធ្វើឲ្យអារម្មណ៍បានប៉ះទង្គិចទៅនឹងទូចក្ខុកវីជ្រើសរើសយកចំណុចសំខាន់មកបង្ហាញទោះបីពណ៌សំដីទោះបីពណ៌នានាល្អឬអាក្រក់បាទធំតូចអស្ចារ្យក្តីត្រូវឲ្យឃើញរូបរាងល្អឬអាក្រក់ធំតូចអស្ចារ្យនោះមកសន្ធិដ្ឋជាប់នៅក្នុងអារម្មណ៍ហើយហាក់ដូចជាបានឃើញផ្ទាល់នឹងភ្នែកណាហ្នឹងគឺចក្ខុរូបអារម្មណ៍បង្ហាញរូបរាងនិយាយខ្លីទៅគឺបើកវីរៀបរាប់អំពីបាទតួអង្គណាបាទរូបរាងកាយទំហំបាទឬក៏គេហៅថាភាពអស្ចារ្យមិនអស្ចារ្យល្អអាក្រក់នោះគឺធ្វើឲ្យវាសន្ធិដ្ឋជាប់នឹងអារម្មណ៍តែម្ដងពេលដែលអានស្ដាប់ហើយគឺហាក់បីដូចជាឃើញនៅរូបរាងនឹងនៅភ្នែកតែម្ដងហ្នឹងគឺចក្ខុរូបអារម្មណ៍បង្ហាញរូបរាងឧទាហរណ៍យើងមានឧទាហរណ៍មានអីចេះល្អបងប្អូនយើងឆ្លើយបាទជើងសោតត្រសូលដូចចេកមាសមូលបាទត្រូរៀងសង្ហាដំណើរនាងលះរូតរះឧសាស្វាហាប់ខ្លាំងក្លាការពារសត្រូវអញ្ចឹងកន្លែងនេះគឺយើងស្ដាប់កាបកវីទៅយើងហាក់បីដូចជាឃើញនៅរូបរាងណារបស់តួអង្គដែលកវីបានពណ៌នាហ្នឹងណាបងប្អូនបាទហ្នឹងគេហៅថាចក្ខុរូបអារម្មណ៍បង្ហាញរូបរាងណាបង្ហាញរូបរាងបាទអញ្ចឹងយើងបន្តទៀតចក្ខុរូបអារម្មណ៍បង្ហាញពណ៌សម្បុរចឹងគេថាដើម្បីបង្កើតសោភ័ណក្តីជាមតិនិយមក្តីជានិមិត្តសម្រាប់សម្គាល់ថាល្អឬអាក្រក់ក្តីក៏អ្វីតែងតែយកពណ៌ផ្សេងមកធ្វើជាឧបករណ៍បាទរំលេចដើម្បីបង្កើតចក្ខុរូបអារម្មណ៍ដល់អ្នកអានមានន័យថាគ្រប់ពណ៌នេះពណ៌សម្បុរហ្នឹងគ្រប់ពណ៌ដែលកវីយកមកពណ៌នោះតែងតំណាងឲ្យអ្វីមួយណាតំណាងជាអត្ថន័យបងប្អូនក្នុងការលើកយកពណ៌មកបង្ហាញនេះកវីមានគោលបំណងនឹងយកពណ៌ជានិមិត្តរូបឃើញទេជានិមិត្តរូបឬក៏សម្គាល់ឬក៏ជាអត្ថន័យក្នុងការសម្គាល់មតិគំនិតទស្សនៈផ្សេងម្យ៉ាងទៀតកវីយកពណ៌នេះមករំលេចគ្នាបាទធ្វើឲ្យឃ្លាល្បះនៃការពណ៌នានោះមានភាពរស់រវើកដើម្បីពន្លិចចក្ខុរូបអារម្មណ៍បាទចក្ខុរូបអារម្មណ៍ឲ្យកាន់តែច្បាស់ឡើងថែមទៀតកន្លែងនេះចង់មានន័យថានៅពេលដែលកវីពណ៌នាអំពីពណ៌បាទពណ៌នោះតែងតែមានអត្ថន័យជានិមិត្តរូបឬក៏តំណាងឲ្យអ្វីមួយអញ្ចឹងយើងមើលឧទាហរណ៍បាទពណ៌សម្បុរជាមតិនិយមឬក៏ជានិមិត្តរូបនេះដូចមានជើងកាបដែលបានបង្ហាញនេះអញ្ចឹងបងប្អូនយើងមើលឧបមាបុប្ផាពីពណ៌ច្បារនោះគឺឆ្កក៏ឆេះកំឡុងភ្លើងច្រាលបាទតិចទៀតគេបរិយាយថាចំណុចអស់ហ្នឹងវាមានន័យថាម៉េចទៀតណាពណ៌ហ្នឹងសិតតែមានអត្ថន័យបាទអញ្ចឹងយើងមើលទៀតរីបការននងនៅកណ្ដាលដោយសុពណ៌កាលរំលាយមាសមានរស្មី
រៀបការចម្ប៉ាពិសីប្រានព្រួតលើភ្ញីននងរាយរីកបុផានេះកំណាព្យដកស្រង់ពីរឿងរាមកេរ្តិ៍មកបងប្អូនទោះសំទោសនោះគឺនប់គុណនប់ប្រគុណសវណ្ណាផ្សាយផ្សំកែបគ្នារលាយច្រឡំរស្មីរីអង្គកន្លងបាក់សីគឺខ្ជុងអប្រៃបាទនិលាមន្ទិលពុំថ្កើងបាទអញ្ចឹងកន្លែងនេះគឺគេថាតាមការពិពណ៌នាខាងលើនេះក៏ໄວបង្ហាញឲ្យឃើញដូចតទៅអញ្ចឹងយើងចាំមើលតែគេបកស្រាយពណ៌មួយមានន័យថាម៉េចណាពណ៌ក្រហមនៃឆ្កអញ្ចឹងឆ្កហ្នឹងគេចង់សំដៅទៅដល់ពណ៌ក្រហមណាពណ៌ក្រហមនៃឆ្កហ្នឹងសម្គាល់ទឹកចិត្តស្នេហាបរិសុទ្ធរវាងព្រះរាមនិងសីតានិងភាពសុខដុមក្នុងគ្រួសាររវាងព្រះរាមសីតានិងព្រះលក្សណ៍ហ្នឹងគឺពណ៌ក្រហមនៃឆ្កនេះបាទតទៀតពណ៌ខ្មៅនៃសត្វកន្លងនេះឡើយយើងថារីអង្គកន្លងបាក់សីគឺខ្ជុងអប្រៃខ្ជុងខ្មៅនឹងឯងពណ៌ខ្មៅនៃសត្វកន្លងសម្គាល់ភាពអាក្រក់ដែលនាំមកនៅការរំខានដល់នាងកៃកិសីបាទរបស់នាងកៃកិសីដែលធ្វើឲ្យមានភាពបាទកកល្អក់ជាមន្ទិលក្នុងគ្រួសារមាននាងកៃកិសីជាដើមហេតុដែលនាំឲ្យព្រះរាមត្រូវរងទុក្ខចុះចោលព្រះនគរ14ឆ្នាំអីចឹងទៅចឹងនេះយើងកាត់ខ្លីៗប៉ុណ្ណឹងគ្រាន់តែចង់បង្ហាញឲ្យបងប្អូនដឹងថាកាលណាគេនិយាយអំពីចក្ខុរូបបង្រំបង្ហាញពណ៌សម្បុរគឺកវីពណ៌នេះអំពីពណ៌នោះតែងតែមានអត្ថន័យបង្កប់នៅក្នុងនោះទោះថាបងប្អូនយើងមិនលើកកំណាព្យនេះចូលក៏ដោយយើងលើកកំណាព្យផ្សេងដែលពាក់ព័ន្ធនឹងពណ៌ក៏ពណ៌នោះតែងតែមានអត្ថន័យយើងបញ្ជាក់ពីអត្ថន័យនៃពណ៌អញ្ចឹងណាបាទអញ្ចឹងសំណួរនេះយើងមើលមកផ្លែតយើងគិតថាសាមញ្ញប៉ុន្តែការឆ្លើយមិនសាមញ្ញពេកទេបងប្អូនគឺតើមានការរៀបរាប់បញ្ជាក់ឧទាហរណ៍ច្បាស់លាស់បាទនឹងទៅល្អណាចឹងយើងប៉ុណ្ណឹងគឺ slash ត្រឹមសំណួរទី2នឹងសិនណាបងប្អូនពាក់ព័ន្ធនឹងចក្ខុរូបអារម្មណ៍បង្ហាញពណ៌សម្បុរនិងចក្ខុរូបអារម្មណ៍បង្ហាញរូបរាងណាមាន2ហ្នឹងហើយនិយមន័យបងប្អូនឆ្លើយបានប៉ុណ្ណេះល្អចឹងសំណួរនេះសិតតែអាចចេញប្រឡងណាបងប្អូនសិតតែអាចចេញប្រឡងបាទនៅវគ្គក្រោយយើងអាចនឹងសិក្សាទៅក្នុងសំណួរបន្តនេះបងប្អូនណាអរគុណច្រើនបងប្អូនយើងចង់រៀនបំពេញសមត្ថភាពជាមួយខ្ញុំដើម្បីប្រឡងគ្រូឬបងប្អូនចង់បានឯកសារប្រឡងគ្រូប្រឡងបាក់ឌុបអាចតាក់ទងសួរនាំបានខ្ញុំនឹងលម្អិតព័ត៌មានជូនបងប្អូនណាបាទអរគុណបងប្អូនយើងសម្រាប់ប៉ុណ្្នឹងសិន